សួស្តីបងប្អូនតោះឥឡូវគឺយើងមកចាប់ផ្ដើមយកផ្ទាំងកាបូបរបស់យើងផ្គុំឲ្យចេញជារូបរាងកាបូបបងប្អូនចានេះគឺជាផ្ទាំងកាបូបគ្រប់ជ្រុងទាំងអស់មានផ្ទាំងចំហៀងសងខាងហើយផ្ទាំងមុខផ្ទាំងក្រោយនិងផ្ទាំងបាតហើយយើងបានភ្ជាប់រួចរាល់ដេររួចអស់ហើយមកស្អាតហើយណាបងប្អូនទាំងរូបទាំងអីក្រោយបើយើងដេរហើយបងប្អូនគឺយើងចាប់ផ្ដើមដល់វគ្គដែលយើងយកមកផ្គុំឲ្យចេញជារូបរាងកាបូបសម្រាប់ការផ្គុំឬក៏តម្លើងជារូបរាងកាបូបគឺអត់ពិបាកទេបងប្អូនងាយស្រួលបំផុតហើយបើសិនជាបងប្អូនស្ដាប់ការបកស្រាយរបស់ខ្ញុំអត់យល់ទេបងប្អូនអាចមើលនៅក្នុងវីដេអូនឹងបានថាខ្ញុំផ្គុំពីណាទៅណាមុនដើម្បីឲ្យបានចេញជារូបកាបូបមកវាស្រស់ស្អាតវាស្មើមិត្តស្មើបាតស្មើគ្រប់ជ្រុងទាំងអស់ណាហើយដោយដែលបងប្អូននឹងឲ្យថាបងប្អូនខ្លះគាត់ទៅតែទិញពុំយកទៅរៀនចាក់រៀនធ្វើអញ្ចឹងពេលដែលគាត់ធ្វើលើកទី1គឺវាអត់បានស្អាត 100% ទេប៉ុន្តែបើសិនជាបានមើលវីដេអូដែលខ្ញុំបង្ហាញនេះហើយគឺធ្វើទៅទោះបីមិនស្អាតបាន 100% ក៏បាន70 80 90% ដែរបងប្អូនសម្រាប់ខ្ញុំគឺនៅពេលដែលខ្ញុំចេះអ្វីមួយគឺធ្វើទៅវាបានផលល្អគឺខ្ញុំនឹងថតជាវីដេអូដើម្បីចែករំលែកជូនបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនធ្វើតាមអ្វីដែលខ្ញុំបង្ហាញបានផលល្អគឺបងប្អូនកុំភ្លេចជួយចុច like ចុច share ក៏ដូចជាចុច subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយផងណាតើឥឡូវដើម្បីកុំឲ្យខាត់ពេលបងប្អូនយូរមករៀនផ្គុំកាបូបទាំងអស់គ្នាណាបងប្អូនចាដំបូងហ្នឹងគឺបន្ទាប់ពីយើងដេរគ្រឿងកាបូបបានចប់សពគ្រប់អស់ហើយគឺយើងយករូតមាត់កាបូបនឹងផ្ទាំងរូតមាត់កាបូបដែលយើងដេររួចហើយអីហើយបានមកស្អាតហើយណាបងប្អូនគឺយកមកភ្ជាប់ជាមួយនឹងផ្ទាំងមុខក៏បានឬក៏ផ្ទាំងក្រោយក៏បានគឺបងប្អូនដាក់ឲ្យស្មើគ្នាដូចនៅក្នុងវីដេអូដែលខ្ញុំបង្ហាញនេះណាបងប្អូនហើយបើសិនជាបងប្អូនមានឃ្នៀបខ្មៅដូចខ្ញុំបង្ហាញនៅក្នុងវីដេអូនេះគេហៅឃ្នៀបឯកសារហ្នឹងគឺបងប្អូនប្រើអាហ្នឹងគឺស្រួលមែនទែនគឺដាក់ទៅគឺកាបូបរបស់យើងវាអត់រត់ទៅមុខទៅក្រោយគឺនៅពេលដែលយើងតម្រឹមមាត់កាបូបបានស្មើសាច់គ្នាល្អហើយសងខាងនឹងស្មើអស់ហើយគឺយើងគៀបជាមួយនឹងអាឃ្នៀបខ្មៅហ្នឹងគឺជាប់ល្អមែនទែនហើយពេលដែលយើងដេរយើងអីទៅគឺវាអត់រំកើឬក៏រុញទៅមុខទៅក្រោយអីទេបើកាលណាបើយើងគៀបវាធូររលុងគឺយើងដេរទៅវារត់ទៅមុខទៅក្រោយទៅកាបូបយើងអត់ស្មើមាត់ទេណាបងប្អូនសម្រាប់បងប្អូនដែលចង់ប្រើម្ជុលខ្ទើសអីក៏បានដែរទៅតាមចំណង់ចំណូលចិត្តរបស់យើងប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំប្រើអានឹងគឺស្រួលជាងម្ជុលខ្ទើសបងប្អូនហើយបើបងប្អូនចង់ប្រើដូចខ្ញុំគឺបងប្អូនទិញអាឃ្នៀបនៅកន្លែងបណ្ដាគេទៅយើងយកអាថ្មីកុំយកអាចាស់ព្រោះកាលណាប្រើអាចាស់គឺប្រឡាក់កាបូបរបស់យើងបងប្អូនហើយបងប្អូនឃើញខ្ញុំធ្វើអំបោះហ្នឹងគឺខ្ញុំធ្វើដើម្បីយកមកដេរភ្ជាប់រូតកាបូបជាមួយនឹងផ្ទាំងមុខផ្ទាំងក្រោយហើយសម្រាប់បងប្អូនបើអត់ចង់វើសទេបងប្អូនអាចបន្លាយវាឲ្យរាងវែងតិចមកតាមចំណង់ចំណូលចិត្តតែកុំឲ្យខ្លីពេកតែខ្លីយើងប្រើអត់ក្រិនយើងពិបាកតកណិតកណាត់វាអត់ស្អាតយើងសុកចិត្តយកវាឲ្យវែងមកពេលដែលយើងតហើយទៅវាសល់ប៉ុណ្ណាយើងកាត់ចោលប៉ុណ្ណឹងទៅដើម្បីកុំឲ្យកាបូបយើងវាអាក្រក់មើលនៅពេលដែលយើងតពី3តំណបងប្អូនហើយសម្រាប់ខ្ញុំដោយសារខ្ញុំធ្លាប់ចាក់ច្រើនដងហើយអញ្ចឹងខ្ញុំវើសបែបនេះគឺខ្ញុំចាក់ទៅវាមកល្មមវាអត់លើសច្រើនហើយក៏អត់ខ្វះដែរចាបន្ទាប់ពីយើងដោតអំបោះនឹងម្ជុលហើយគឺយើងត្រូវយកម្ជុលរបស់យើងនឹងដោតឲ្យចំមកជ្រុងនៅខាងចុងគេដូចក្នុងវីដេអូដែលខ្ញុំបង្ហាញហ្នឹងបងប្អូនប៉ុន្តែចាក់កុំឲ្យដល់ចុងពេកបងប្អូនគឺយើងចន្លោះទុកមករន់ឬក៏មកកាឡាអីទៅណាបងប្អូនហើយចាំយើងដោតម្ជុលហ្នឹងចូលរន់សងខាងនឹងតែមួយទៅណាបងប្អូនហើយបងប្អូនអាចគួចមុខវាបន្តិចដូចខ្ញុំអញ្ចឹងទៅណាកុំឲ្យវាររុះបងប្អូនសម្រាប់ចុងអំបោះដែលយើងគួចនៅសល់ខាងចុងហ្នឹងគឺយើងទាញវាចូលក្នុងបងប្អូនហើយយើងដេររុំវាជាតិទៅណាបើកុំឲ្យវាររុះមុខអំបោះហ្នឹងឬមួយក៏កុំឲ្យវាអាក្រក់មើលបងប្អូនចាបងប្អូនយើងដេររុំមកកតុយអំបោះដែលនៅសល់ចុងហ្នឹងយើងដេររុំវាជាតិទៅណាបងប្អូនដើម្បីកុំឲ្យវាអាក្រក់មើលហើយកុំឲ្យវាររុះមាត់កាបូបយើងផងហើយចំពោះការភ្ជាប់មាត់កាបូបនេះគឺយើងដេរដោតចុះដោតឡើងទៅណាពីចុងម្ខាងទៅដល់ចុងម្ខាងដូចនៅក្នុងវីដេអូដែលខ្ញុំបង្ហាញណាបងប្អូនហើយសម្រាប់ការដេរផ្ទាំងចំហៀងឬមួយក៏ផ្ទាំងបាតអីគឺយើងដេរដូចតែរូតដូចតែគ្នាទេបងប្អូនយើងផ្គុំវាចូលគ្នាស្មើសាច់សងខាងហើយចាំយើងចាប់ផ្ដើមដេរដើម្បីឲ្យកាបូបយើងដេរហើយផ្គុំហើយទៅវាស្អាតណាបងប្អូនបងប្អូននៅពេលដែលបងប្អូនដេរដល់កន្លែងដៃហ្នឹងគឺយើងអាចចាក់
មកជួលបានចូលទេដោយសារតែវាតិជាមួយនឹងកណាត់ដែលយើងទ្របនៅខាងក្នុងអញ្ចឹងយើងដេរនៅតែខាងចុងអាជាយកាបូបហ្នឹងណាបងប្អូនអាជាយដែលយើងចាក់ពណ៌បៃតងហ្នឹងយើងដេរតាមហ្នឹងឲ្យរូបបើបងប្អូនច្រឡោះចោលក៏ច្រឡោះទៅតែកុំឲ្យច្រឡោះវែងពេកណាឬមួយក៏យើងដេរទៅមិនមើលទៅឲ្យវាជិតហឹបល្អអញ្ចឹងណាបងប្អូនក្នុងកន្លែងហ្នឹងបើឲ្យខ្ញុំបញ្យល់ទៅវារៀងពិបាកស្ដាប់បន្តិចតែយើងមើលឲ្យរៀនច្នៃរៀនរិះរោខ្លួនឯងដែរអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំអត់អាចនិយាយបានក្បោះក្បាយអស់ទេបងប្អូនអាចមើលតាមនឹងបានណាបងប្អូន